ផ្ដើមសាច់រឿងយើងនឹងគឺថាមានប្តីប្រពន្ធពីរនាក់ពីដំបូងឡាយគឺគាត់រត់តាមគ្នាដោយសារពុកម្ដាយអត់ពេញចិត្តគាត់រត់តាមគ្នាគាត់ទៅរស់នៅជាមួយអ្នកភូមិមួយប៉ុន្តែពីរអ្នកប្តីប្រពន្ធនឹងដោយសារតែចរិតដូចគ្នាគឺរកស៊ីរៀងបលំបលោគេទៅណាអីគេទុកអីរៀងប្រហែសមានដៃមានជើងដូចគ្នារបៀបថាឆ្នាំងណាក្របនឹងអញ្ចឹងក៏ចាស់តែលួចបលំនេះបលំនោះលួចកញ្ឆក់នេះកញ្ឆក់នោះដល់អ្នកភូមិគេអត់សូវពេញចិត្តគេអត់ឲ្យនៅជាមួយដល់ពេលគេអត់ឲ្យនៅជាមួយអញ្ចឹងក៏ចេះតែដូរពីទីលំនៅមួយទៅទីលំនៅមួយដល់គ្រូម្នាក់គាត់មើលឃើញគាត់ដឹងថាពីរអ្នកប្តីប្រពន្ធនឹងមនុស្សមានដៃមានជើងមនុស្សចិត្តដាច់អញ្ចឹងគាត់នឹងមានបំណងយកពីរអ្នកប្តីប្រពន្ធនឹងមកប្រាទេគឺនិយាយពីគ្រូដែលគេចូលចិត្តយកប្តីប្រពន្ធឬក៏បងប្រុសប្អូនស្រីនឹងយកទៅចិញ្ចឹមដែលសារអីគ្រូមួយចំនួនភាគច្រើននៅសុកខែវគេជំនឿថាអារឿងព្រាយញីឈ្មោលឬក៏ខ្មោចញីឈ្មោលវាខ្លាំងជាងខ្មោចធម្មតាអញ្ចឹងប្រាសម្រាប់គ្រូអាគមខ្លាំងបានប្រាឲ្យទៅជួយនេះជួយនោះបានអញ្ចឹងឲ្យតែបានពីរអ្នកប្តីប្រពន្ធឬក៏បានពីរអ្នកបងប្អូនអញ្ចឹងគ្រូគេជំនឿដែរប៉ុន្តែកម្រិតនៃខ្មោចហ្នឹងមិនមែនថាគេយកទៅដល់គេសម្លាប់ធ្វើខ្មោចភ្លាមអញ្ចឹងទេឬក៏ទៅដល់របៀបថាគេដាក់ចម្រោកឲ្យគេធាក់ទម្លាក់ឬក៏ទៅដល់លួចបាញ់សម្លាប់អីគឺអត់ទេខ្មោចនឹងគឺជាប្រភេទខ្មោចអាគមតតាពីរអ្នកនឹងចេះដែរចេះកាន់តែខ្លាំងអញ្ចឹងបងប្អូនធ្លាប់ឮមួយបែបទៀតដែលថាគេកុំចាត់ចោលអាគមបានកុំចាត់បានសម្លាប់បានហើយប៉ុន្តែវិញ្ញាណចោលនឹងបាននិយាយថាសុំបំរាការជូនម្ចាស់នឹងរយៈពេលប្រមាណបានគេចាប់ជាតិចាប់កំណត់អញ្ចឹងសុំធ្វើជាបរិវារគឺមានប្រភេទហ្នឹងអញ្ចឹងគ្រូនឹងគេមានចេតនានៅក្នុងការពង្រឹងពីអ្នកប្តីប្រពន្ធនឹងឲ្យខ្លាំងហើយនឹងចាត់ការពីអ្នកប្តីប្រពន្ធនឹងដើម្បីឲ្យខ្លាយជាបរិវាររបស់គាត់ដើម្បីឲ្យពីអ្នកប្តីប្រពន្ធនឹងកាន់តែខ្លាំងទៅគេមានចេតនាបែបហ្នឹងនៅពេលដែលគ្រូនឹងបានឃើញពីអ្នកប្តីប្រពន្ធនេះថាទៅនៅជាមួយគាត់ទៅពីអ្នកអញជាអ្នកដែលចង់មានចង់បានមែនអត់ថាទៅនៅឲ្យពួកខ្ញុំចង់មានចង់បានថាចង់មានចង់បានមិនបាច់លេងផ្លូវនឹងទេយើងលេងត្រង់ក្រមានក្របានហើយយើងរកស៊ីយើងទៅថាយើងរកហ្នឹងគេហៅត្រង់ទេណាចង់និយាយថារបៀបផ្លូវក្រៅក្រមានក្របានថានឹងរៀនអាគមចេះអីហើយរឆាប់មានឆាប់បានអត់ពិបាកអញ្ចឹងទេអត់ពិបាកដូចយើងឡាបតារាងត្រង់ភ្លឹងអញ្ចឹងទេពីអ្នកប្តីប្រពន្ធក៏ស្ដាប់តាមក៏ទៅវាពីដំបូងអ្វីដែលគ្រូនឹងចង់បានមុនគេបង្អក់គឺកូនរបស់ពីអ្នកប្តីប្រពន្ធនឹងប៉ុន្តែគាត់ចង់បាននៅពេលណានៅពេលដែលពីរអ្នកនឹងចេះអាគមហើយនៅពេលដែលពីរអ្នកនឹងចេះអាគមហើយបានឲ្យពីរអ្នកនឹងយកកូនបន្ទាប់មកកូននឹងមិនដឹងថាគាត់ចង់បានជាកូនក្រក់ឬក៏ចង់បានជាកូនព្រាយទេអញ្ចឹងចិត្តរបស់គាត់នឹងពីដំបូងចង់បានពីរអ្នកប្តីប្រពន្ធធ្វើបរិវារអានឹងតាមគេស្មានទី2គឺចង់បានកូនអញ្ចឹងចិត្តកំពុងតែរ៉ែរ៉ែកដល់ពេលចិត្តដែលកំពុងតែរ៉ែរ៉ែកនឹងឥឡូវបង្ហាត់បង្រៀនពីរអ្នកនឹងឲ្យចេះសិនអត់តន់ឲ្យចេញតាណាទេបង្ហាត់បង្រៀនឲ្យចេះលេខចេះកើតអីចឹងបង្រៀនទាំងស្រីទាំងប្រុសនឹងបង្រៀនឲ្យចេះដួចគ្នាបង្រៀនទាំងពីរអ្នកប្តីប្រពន្ធនឹងដល់ពេលពីរអ្នកនឹងចេះហើយអីហើយបានច្រើនហើយរយៈពេល2ឆ្នាំចេះច្រើនហើយអញ្ចឹងក៏សួរថាគាត់អាចយកកូនបាននៅគ្រូនឹងគាត់មើលនេះគាត់សិនណាគាត់មើលតាមក្បួនគាត់សិនមើលដូចគាត់ថានៅមួយឆ្នាំទៀតចាំយកកូនចាំមួយឆ្នាំទៀតទៅទោះបីជាពីរអ្នកនឹងចង់មានក៏អត់បានដែរគ្រូគេមានថ្នាំបុរាណគេដែលអាចឲ្យពីរអ្នកនឹងនៅជាមួយគ្នាដោយអត់មានកូនគាត់ចាំពេលវេលាគាត់មកដល់របៀបគ្រូខ្លះដែលថាបើសិនជាគេអាចយកបានអញ្ចឹងគេរាប់ថ្ងៃចាប់ពីថ្ងៃបង្កាត់ទៅអញ្ចឹងប្រហែលថ្ងៃកូននឹងធំប៉ុណ្ណឹងអញ្ចឹងគេរាប់ថ្ងៃរដូវខែប្រហែលរបៀបអញ្ចឹងណាខែប្រហែលត្រូវចំថ្ងៃដែលកូននឹងខ្លាំងត្រូវចំថ្ងៃដែលពួកវិញ្ញាណខ្មៅងងឹតវាខ្លាំងទើបគាត់យកមកប្រើមកមានអានុភាពអញ្ចឹងគាត់រងចាំពេលហ្នឹងសិនព្រោះអានឹងសិតតែមានក្បួនរបស់គេរាប់ដល់ពេលដែលគាត់ចាំឲ្យដល់ពេលអញ្ចឹងពីអ្នកប្តីប្រពន្ធរៀនចេះច្រើនណាស់ចេះសពគ្រប់អស់ហើយអញ្ចឹងក៏ប្រាប់ថាឲ្យយកកូននឹងមកអញ្ចឹងពីរអ្នកក៏យកដល់ពេលយកកូនហើយរបៀបថាចាប់ចំណុចខ្សោយរបស់គ្រូនឹងដឹងប្តីនឹងតែងចាប់ចំណុចខ្សោយថាគ្រូនឹងមិនមែនថាចង់ឲ្យកូននឹងកើតមកដើម្បីបំរែពួកគាត់ឬក៏ដើម្បីឲ្យកូននឹងចេះដែរអីឬក៏មានគ្នាមានសមាជិកនៅក្នុងគ្រួសារគឺអត់ទេគ្រូនឹងតែងនិយាយប្លែកហើយឲ្យតែនិយាយដើមរឿងកូនគ្រូនឹងញញឹមរហូតមួយទៀតគ្រូនឹងតែងតែមានរូបសូនមួយពុនកដៃហើយក៏តែងតែកាន់រូបសូននឹងរហូតកាន់មួយរូបសូននឹងរហូតគាត់ឆ្ងល់គាត់សង្ស័យ
จังเนื้อเป้แต่ประปุนโปเนี่ยรีนะกอดเรียนปันใต้ประปุนนังครูนังเอาเรียนเฮามันดังถ้าเรียนไอ้ที่พลอมแต่เลือโกนหนึ่งเตกอดเรียนปันตาประปุนนังครูนังเอาเรียนเฮ้ยมันดังถ้าเรียนไอ้แต่พลอมแต่เลือโกนหนึ่งเตเรียนนำไปเอาไปโจแต่ก็นังครูนโกนหนึ่งครูนังเอาเรียนแต่ปีคายกดเตปีคายกดแก้วปีนังคือกดเฮาประเดี๋ยวจะเนี่ยเรียนต่อแต่เอาไว้เดี๋ยวประเดี๋ยวนังจับอารมณ์ครูนังแต่งแต่ปลุยบารมจับอารมณ์แต่เลือโกนนังระโหดระเบียบมือไทยเจียงก็ได้เชื่อปกเตียดมือไทยเจียงไอเจียงบารมเจียงเตียดคือบารมเจียงก็ได้ทอยเชื่อปกเตียดแต่งแต่สัวถ้าโกนนังสัวออดไอออดยังไอเมียนถอยตกออดไอออดให้มือปัวมือไอดอกเปลี่ยนจังเตอร์ประเดี๋ยวประปุนนังจับอารมจับดามซองใส่เตอร์ประปุนนังก็ทลอบนิยท่าก็ทลอบลือขโมยเย่ระบอกอดขโมยเย่ระบอกอดนิยปีกาเด็กเกจินจมครูดำใบโยโกนกรอกเกจินจมครูใส่ครูเพราะดำใบโยโกนกรอกนั่งจีโกนคลั่งทลอบลือแบบหนึ่งบ่ซึ่งจีครูนั่งกอดจองบ้านโกนกรอกนั่งแม่นจะบ้าจีปุยยืมมีครัวธนาหอยจะบ้าจีปุยยืมมีครัวธนาหอยให้มวยเตี้ยก็ตั้งพีเนียกแต่งแต่กาปีครูนมาระโหดคลายท่าอัดออยพลอตเนียดระบีบท่ามนุษย์โคยมนุษย์ละบิกตั้งแต่ผีดาวไหมมนุษย์มันได้กระโอมเกยผองจังตัวใบมันเนยจมวยครูนั่งก็อัดกระโอมเกยได้แต่งแต่เกยทำใบเสนิครูนั่งมีเจตนาสำลับหรือก็ถ่วยปวกกอดคลายจีโบริวาระบอกครูนั่งก็จีเรื่องในกันแต่พิบากเตียดจังคลายท่าปีเดบงปรองประหยัดคลายครูนั่งสำลับตั้งปีนักเดย์ประพลเดโฮบไอตัวแต่ครูนั่งโฮบมุนระโหดระยะเป้เด็กก็จับอารมณ์นั่งคือกะละชนะมอกรอยมาชนะกะละมออดจับอารมณ์นี่ปีชนะกะละมออดจับอารมณ์แต่ดอกกะละชนะกรอยมอคือจับอารมณ์ปีตึงเวอร์พลายเด็กครูนั่งออยโยโกนจังปีเดบงคือปรองประหยัดคลายครูนั่งโยกอดทูบริวาตั้งปีเนี้ยประเดย์ประพลไอเลิกตีปีคือทูประหยัดเรื่องโกนจังดอกไปเคยครูนั่งจังก็ไตแดระเบียบท่าปลุยบารามระโหดปลุยบารามปีศกตกประปนปันแต่ดังควรอ้างวิจีอากุมอัจฉริยะครูเททัวไม่ก็อัจฉริยะครูได้จังครูนั่งทะเลาะบังเรียนประกาศธนำสันดอมประกาศธนำนี่เนยตามรือเชอจังรือเชอคลาวิปุลรือเชอคลาเวียยังโฮบเติมไม่บองโบนเดินให้มันใบปรับไอแวงชงายรองง่ายก็เกเนยที่นี่ได้จังกี่มีประเภทนั้นเนยทั้งไงเด็กโกนนั่งนี่ประปุลนั่งปอบานปีคายกันละจังครูนั่งจองบานเนยอายุปีคายกันละนั่งไอทั้งไงนั่งพใดนั่งก็จับอารมณ์ครูจับอารมณ์ไม่เปเด็กกอดเนยจะวยประปุนกอดครูนั่งเสลียกขมายแปะขมายให้ทัวปิธีจำไล่มวยในเลยตำระบอกกอดยืงเปียนดารูปโซนั่งดอกเจงให้ระเบียบโดยลือครูนั่งหนีเยท่ายุบนั่งเมียนเนี่ยมอจำนัวกระไลโกนไอหอยเมียนเนี่ยมอจำนัวกระไลโกนไอหอยดอกเปอร์นั่งเจียนระบบรมรูปโซนั่งสไลด์วิ่งต่อสไลด์โดยแปลงเกยหอยเตยระเบียบท่าโดยจืงกอบนะยืงใจท่าเมียนจืงกอบมอจำนัวหายเมียนเนี่ยมอจำกระไลจำนัวหอยจังออยสไลด์รูปโซนั่งเตยปะตอบเมาส์กูนึงก็หาประปุนก็ตัวจมูกก็ท่าออยตะพักธนามพิเศษแต่เทียดเป็ดดังไหมอาดประเดี๋ยวนึงบานดักธนามในขนมตักธนามในครูนึงพักหายครูนึงแต่งก็พักธนามสายไม่ชนางตุยปะเนี่ยแต่ธนามนึงมีเอาเธอตกพลีมเหพักให้ดับพรามเดตีขอยหรือก็ใบเดตีขอยบันเธอตกระบีมจนนะใบเดตีขอยพรามเดตีขอยบันจับพรามธนามนึงเธอตกจังเตอครูนึงหาวแต่ดอทามอโฮบธนามโฮบไอป่องดักธนามตั้งปีเนี่ยประเดี๋ยวประปนนึงดังเกยโยโกงกรอกนึงkhi mà đăng đấy na thọp lư chát kia nhảy tha vô mình nuốt nơ rúa mình chẳng côn pria nứng vô mình nuốt slap chẳng côn cọ nứng kia ve mình nuốt nơ rúa vô đào pe côn pria kia ve mình nuốt slap chẳng bà hại cái cót chê tà ná nơi con tham sờ đom lư cái tham na để thừa spực tham spực tứ cái mờ ọt bang ấy cái ọt đăng đấy ọt đăng tham min tham ấy nơi con nâng ở bà cọt đây chẳng pi nè vào đây bà bốn tha bát cũ chạm tịch chẳng vào đây thì do tham cũ nâng oi môn do oi cũ nâng ở cha bà rắm ấy nè ở cha bà rắm con sơn luôn ai thế doธนำนึงออยมูลทันนี่ธนำโคปิซาเฮ้ยจำเคียมรมงอดธนำเคียมพึกถ้าเอาเต้ธนำไหมอันกระไดอุ่นๆเนี่ยกระไดอุ่นๆไปนี่สรวจพึกไงให้ตำรวจบ๊อบกอดชนางตูบ๊อบกอดดักในเลยถาดมวยให้ระเบียบกอดโยปานนังเมาส์กอดผักต่างทมยังมองต่างชนางนังเรียงทมยังมองอัดเมนจากโจที่กรงกายกรงไอเต้ดอกเป็นแต่โกนเซอร์โยตาไอกวัดพึกกรืดอัดดังจีดไอ้พึกให้ดักให้กอดท่าเหมาะผู้ไอมาพึกธนำนี่มาพึกธนำนี่หมอให้เรื่องไอ้แดกครูนไอ้เหมือนดังกูปังเรียนเบียมสบอกชื่อเบียมระเบาะหน้าแดดธนำทอมมาได้วิทราบครูนั่งปังเรียนออปีดอนลอยปังเรียนในทุกเจ็ดไอ้จังเนื้อไปดิยังเบียมจ้าปีดามเกิดดังท่าระเบาะนั่งมีนธนำมีอำเภอกอดมีนปะแตะกระทาหรือกระมีนสบอกชื่อหรือกับระเบาะสักเสร็จหน้าแต่กอดดักเบียมพักเต้าอาเชียธนำนั่งวิทราบเวียดโจรจังกอดเอาประปุนเบียมเด้ดำใบเอาประปุนนั่งระเบียบท่าโจรอันแตกเก
គាត់សាកបៀមតែខ្លួនឯងទេមួយទៀតគាត់ខ្លាចថាគ្រូនឹងអត់មានបំណងអាក្រក់កាលណាគ្រូអត់មានបំណងអាក្រក់សង្ស័យកែងលោវាខូចការធំអញ្ចឹងខ្លួនឯងនឹងបៀមប្រពន្ធអត់បៀមទេឡើងទៅលើខ្ទុំខ្លួនផ្សេងខ្ទុំគ្រូផ្សេងឡើងទៅដល់ខ្ទុំគ្រូឡើងទៅដល់គ្រូនឹងក៏ឲ្យផឹកឲ្យប្រពន្ធគាត់ក៏របៀបថាមកស្ទុះរឹងដៃរឹងជើងទៅតាំងតែនៅបាក់ភ្នែកណានៃដកនឹងហាមបានអីបានតែនៅល្វើយចឹងនៅល្វើយដល់ពេលគាត់សំដែងលខោនតាមគាត់សំដែងលខោនតាមដល់ពេលហ្នឹងគាត់សំដែងលខោនតាមគាត់ក៏ធ្វើល្វើយហ្នឹងតាមទៅតែដេកទៅគ្រូហ្នឹងក៏ដេកទៅប្តីហ្នឹងក៏ធ្វើដេកទៅធ្វើខ្លួនឯងល្វើយដែរដេកទៅដល់ភ្លឹងអញ្ចឹងសំដែងតាមប្រពន្ធអញ្ចឹងគ្រូហ្នឹងក៏និយាយថាអញចាំពេលហ្នឹងអស់ជាយូរមកហើយអញចាំពេលវេលានឹងអស់ជាយូរមកហើយអញចង់បានកូនក្រក់ដែលជាកូនរបស់គ្រូញីឈ្មោលនឹងជាយូរមកហើយអញចង់បានកូនក្រក់នឹងយូរមកហើយពេលវេលាអញមកដល់ហើយទៀងកំបិតរបស់គាត់មកកំបិតនឹងសុទ្ធតែទៀនពេញនៅលើស្រោមកំបិតបតក់ទៀនពីលើហើយដកគ្រូនឹងដកមកប្តីនឹងមើលឃើញបន្ទាប់មករឿងនឹងបានគេដឹងគេសញ្ញៃតគ្នាប្តីនឹងប្រាប់ប្រពន្ធពីហេតុការណ៍ដែលបានកើតឡើងរួចប្រពន្ធនឹងប្រាប់កូនគេតចាំមើលនៅពេលដែលប្តីនឹងធ្វើស្លាប់ប្រពន្ធនឹងក៏របៀបថាគាត់ថើយថ្នាំរបស់គេមែនអញ្ចឹងគ្រូនឹងទៀងកំបិតមកក៏របៀបថាកវីចាប់ផ្ដើមរោវៈជាតិថ្នាំនៅក្នុងខ្លួនធៀបពេតទៅបើសិនជាកម្លាំងមនុស្សធម្មតាត្រូវធ្វើទុកមួយនឹង2នាទី3នាទីបាត់ហើយប៉ុន្តែគ្រូនឹងគាត់កម្លាំងគាត់ខ្លាំងអញ្ចឹងទៅក្រធ្វើទុកតកាន់គាត់របៀបថាលែងមកស្ទុះហើយដល់ពេលយាកំបិតទៅធេងធងប្តីនឹងងើបមកចាប់ភឹបគ្រូឯងចង់បានកូនចឹងម៉េះអញ្ចឹងកំបិតនឹងកំបិតរបស់គ្រូហើយបើកំបិតរបស់អ្នកផ្សេងវាអាចចាក់អត់មុតទេដែរប្តីនឹងក៏ចាក់គ្រូនឹងក្រឹបហើយសកត់គ្រូនឹងជាប់គ្រូនឹងរបៀបថាកំពុងថៃថ្នាំមានកម្លាំងមកពីណាសម្លាប់គ្រូនឹងដល់ពេលសម្លាប់គ្រូនឹងរួចចាំប្រពន្ធដឹងខ្លួនអត់ហ៊ាន3ប្រពន្ធទៅទេចាំប្រពន្ធដឹងខ្លួនសិនចាំប្រពន្ធដឹងខ្លួនមកស្ទុះហើយប្រពន្ធអត់ទាន់ដឹងខ្លួនដល់ពេលអញ្ចឹងទៅអត់ដឹងរកថ្នាំប្រសាបអីមកពីណាទេថ្នាំអត់ដឹងថ្នាំមិនអីមែនទេដល់ពេលហើយមកស្ទុះប្រពន្ធនឹងមកស្ទុះធំប្រពន្ធនឹងដឹងខ្លួនមកវិញតែថាមកកម្លាំងអត់ទាន់មកដូចមុនទេអញ្ចឹងក៏ឃើញគ្រូនឹងស្លាប់ប្តីនឹងក៏ប្រាប់តាមដំណើរដើមរឿងទាំងអស់ប្រាប់ទៅកាន់ប្រពន្ធនឹងដល់ពេលប្រាប់ទៅកាន់ប្រពន្ធនឹងថាតោះយើងចេញពីនឹងទៅនៅអត់កើតទេព្រោះតែស្អីគ្រូនឹងក៏គេមានមិត្តភក្តិគេដែរមិត្តភក្តិគេពីរនាក់ឧស្សាហ៍ចេញចូលមកជាហូហែដែរអញ្ចឹងយូរគេមកម្ដងខ្លាចគេមកចំថ្ងៃហ្នឹងគេសម្លាប់ពូគាត់មុនទៅប្តីនឹងយកកំភ្លើងម្ដាយថោងយ៉ាមរបស់អាចាំបាច់ហើយដុតខ្តំដុតអីនឹងចោលដុតកុំអោយសល់ផោះស្តាងដុតយកប្រពន្ធនឹងទៅហើយបញ្ជាក់ថាចាំបន្តិចទៀតខ្ញុំប្រាប់កូននៅក្លឹងពួននឹងអាគ្រោះទេដែលសារអីត្រូវរបស់ថ្នាំគ្រូនឹងទៅរបៀបមនុស្សធ្វើចលនាវាចូលក្នុងសរសៃឈាមអញ្ចឹងម្ដាយនឹងអត់អីទេតែកូននឹងអត់នេះទេដើរដំណើរទៅល្ងាចហើយដើរដំណើរទៅគិតចេញពីហ្នឹងទៅខ្លួនអញធ្លាប់ឡើងភ្នំទៅចំផ្លូវមួយឃើញថាចន្លោះភ្នំហ្នឹងមានច្រកមួយផ្សារភ្ជាប់ទៅភ្នំមួយទៀតអញ្ចឹងត្រង់មជ្ឈដ្ឋានទៅខាងត្បូងជាងខាងកើតហ្នឹងខ្លួនឯងអត់តន់ស្គាល់អត់តន់ដឹងច្បាស់ទេថាវាម៉េចតែដើរដល់គិតថានឹងយកប្រពន្ធឲ្យទៅដល់កន្លែងហ្នឹងដើម្បីមានសុវត្ថិភាពទៅត្រឹមហ្នឹងគេរកឡើងឃើញហើយពួកខ្លួនឯងបានដុតខ្ទុំដុតអីដុតសពគ្រូនឹងចោលហ៎អញ្ចឹងបរិវារបកតនៅនឹងអីគេអត់អាចសួរនាំបានអីបានទេគិតចឹងយកទៅដល់ប្រពន្ធពោះខ្លាតាមទៅខ្លាហ្នឹងវាមិនខ្លាតម៉ែព្រាខ្លាទេតែវាតាមទៅខ្លាតាមទៅដល់ក៏រុញប្រពន្ធហ្នឹងឡើងដុំថ្មមួយខ្លាហ្នឹងក៏ស្ទុះតាមទៅប្តីហ្នឹងបាញ់ខ្លាហ្នឹងបានទៀតហើយរបៀបថាយកសាច់ខ្លាហ្នឹងអាំងធ្វើម្ហូបខ្លះចងយកជើងខ្លាហ្នឹងជើងកញ្ញាំមុខពីរទៅចងភ្ជាប់នឹងខ្លួនដើម្បីឲ្យសត្វតូចធំនៅតាមព្រៃហ្នឹងវាធំក្លិនវាខ្លាចខ្លាដូចគ្នាវាខ្លាចព្រោះគេជំនឿថាខ្លាហ្នឹងវាជាសត្វព្រៃអញ្ចឹងការដែលយើងដើរទៅពួកឆ្កែព្រៃពួកឆ្កែចចកពួកខ្ទួយអីវាខ្លាចអញ្ចឹងវាគិតចេញអញ្ចឹងណានៅពេលដែលធំក្លិនសត្វព្រៃហើយពួកហ្នឹងវាគិតចេញគិតថាចឹងក៏ចងវាភ្ជាប់ខ្លួនទៅរហូតយកប្រពន្ធទៅដល់ពេលយកទៅដើរទៅបានមកស្ទុះធំប្រពន្ធក៏ហត់ក៏សម្រាកនៅខាងក្រោមហ្នឹងយកជើងខ្លាហ្នឹងចងជុំវិញហើយអ្វីដែលខ្លួនឯងចែកហ្នឹងសូត្រផ្លុំនៅហ្នឹងទៅឲ្យដើម្បីវាជួយការពារប្រពន្ធនៅយប់ហ្នឹងមកយប់អ
nó dục nâng mà dục hái có tơi tiệt phư lang ro chầm này ro sẽ biên ở bờ bùn hốp hay tơi tiệt do tới khuôn chùa bằng cò tơi tiệt tuổi đáy đặt đăng khuôn ai đặt chân năng đặt cò tiệt tuổi đó bé tờ đó chầm núi cầm pu phun ôm muối có khơi thà cả lại nâng sầm rạ bàn tờ đó cứ sạt bay vẹn lang mà nó khang crom mấy trắng này chùm riêng visma lời trắng chùm riêng visma lỡ đầm bốn đặt bờ bùnในcrom thầm mòนี่เตđom thầm mò với đục đuổi đập bồ trắng đặt bờ bùnในcrom nâng do chơi do ai mà băng thua chính chiang thua ai sanกาเปียกจอลกาเปียเพลียงปะพุ่นระอูออกสรวดปัวจังปะไดทามอปิธนำถั่วตกมอปิธนำถั่วตกดอกเป็นให้ปะไดนึงเพียเยี่ยมกับเชอกับไอ้นึงทาตกถั่วตุ่มไม่จังนะกับตกมาดองมวยกับตกไอ้จังรอนี่รอนู่ไอ้ปะพุ่นบานระยะเป็นปีทั้งไงปะพุ่นก็ระลูดแต่ถ้าได้สำนางให้ไปนึงได้อดเมียนกลัวถนัดดอมาได้ปะพุ่นก็ระลูดโกนึงใจเมาดอกไประลูดใจเมาเคยทาโกนึงเหมือนแมนทาไอ้ที่เวียพดได้ซาแต่เตยทนำเวียเขียวในเลือโกนดาวเปโกนนึงระลูดไอเจนเมาส์ประเดี๋ยวนึงก็ทาจังมันแต่ยอถือโกนเกราะโกนบริวารดิยอแต่กอบเจ้าก็อ่อยปะปุ่นนึงพึกทนำนาแต่ทาอายอ่อยสรอกชิมปีปัวนึงเจนอ๋อไอจังนะคมอ้อยจวบชีมหนึ่งเนื้อหนังผูกกอดระลูดปะปุ่นพึกทนำตามประเดี๋ยวประตอหม้อก็จับประดามจับประดามหอนี่หอหนูจับประดามเป็นเบียบท่าสันสมจุมรกบานติดตุ้ยดอกไปให้ประเดี๋ยวนึงก็เฉาะตัวจมรากราวตัวจมรากราวนึงมากะละคร้อมก็คืนถ้าเพลาระเตกิฉลองกัดเพลาระเตได้กิฉลองกัดปันใต้มันแบนจะเพลาถมไปได้แต่เมียนดานระเตฉลองกัดละหดวิจิเพลาได้ปูชมวยวิเกตเจนปีปูเจ้าไปหรือก็เกตเจนปีแหนกภูมิใดถ้าเกเมียนระบอเชิญระบะเมียนน้ำลายเชิญเกตเจนตามหลังเตอประเดี๋ยวนึงจามมือก็ใบกำเนิดปลอนเกจังเนื้อทั้งไงมุ้ยประเดี๋ยวพลอนมานั่งจีระเตโกระบะแหนกภูมิเวียบถ้ากดดักชื่อดักไอ้ธรรมดาจึงเต้พลอนนึงบังกำเรียมเนี่ยภูมินึงรถบัตให้อัดบ้านสำหรับเกเทบอระเตโกนึงดักชื่อแต่ดักเวียงตามจำราคนไอ้มือกระโหลกกระเลียดนังตุ่มร้อมแต่ลางดอลเลอร์ตุ่มร้อมแต่ลางดอลเลอร์พนุ่มสำหรับโกนึงเตียดสำหรับโกนึงตุกทัวมาโฮบคลาเจ้าคลาโดยสายคลาดโกนึงเวียบันเจนสำเลงบันเจงไอ้หรือก็เวียรุตตึกโคกาเกหอเคยยอกชื่อยอไอ้นังมอซองกะไลซังกตุ่มจังเชิญนังเธอเรียบเธอนี่เธอโนไตประตอมอกับปราบประพุนธาเนินหนังพลอนบานจำพลอนเนินหนังไตให้โปกอดพลอนเนินหนังมินปีนาดังเดการณีตีมวยเดี๋ยวโปกอดการณีตีปีเดี๋ยวโปกอดพลอนแต่เลยระเตชมวยกีเตยขี้กีประมวยเนี่ยตั้งออกจังไปประพุนนังแจ้อากุมแจ้นี่ด้วยขี้แจ้บันแจ้บอด้วยขี้กีเมียนสนามวยนิกมวยจังบังสำหรับเกให้ก็โยกเมียโยกระบบเมียนำไหลนังให้อาหามวยจำนวนนังเมียทั้งมันเซยจองบ้านในเฉินนี่ย่อได้มันย่อมาละมอมที่พิเศษนั่นคือโยกสเบียงระบบเกนังตุกโฮเปทางไงกล่าวเตียดคือโกบำนองคือเกก็ใจกำแรงมาถักพงจำตะฟลอนรัวนั่นนังไงอดพรงรอซีเดอดตอนใบกำเนิดรอซีใบกำเนิดแต่เรียนสันผัวยอกกระบูนย่อไอครูมาเรียนอัดตวนอดอกไปให้ก็ดักซอบนั่งในเรือระแตโกจึงระแตโกนำสอบตัวภูมิระแตโกนำสอบระบาดเนี่ยภูมิตัวภูมิเราไประแตโกนังนอมสอบระบาดเนี่ยภูมิตัวภูมิวิบทานอมสอบชมวยนังเตยเกยเคยมันดังปีนาระแตโกเจตดาเตยละโฮเตยดอลมันดังปีนามอปีนานาอดดังปีนามอปีนาทาอจึงสอบนี่สอบในนาในนี่อดได้สกอลอดได้ประโกประกาศมือแต่ประโกประกาศมือเตยก็มีนเกซัวรกใส่เงียดบองโพนก็ดังทาปลูกชมวยรอซีประมวยเนี่ยนั่งมันแมนเนี่ยมีนไอเปเดปันท้ายหุ่นเกี้ยต่อประเตโกดาลูกโดาโดนี่โดลุนชันเนื้อไปเดพลอนประเตโกหนึ่งบานห้อยบัดแบบทาเกโฮบระเบาะไรเกรอกบานนั่งมาระเยียดโทมจังเตยเกวะแต่เรียนแต่ไอเกเต้พลอนนั่งก่อนในจีจำเริงตีปีบอกเกเต้เกก่อนในจังบ้านอาหารแต่มอดงี้สรูลมันใบแต่โรแต่ไอห้สำงอมเรียนสำงอมไอก็การโกนตีมวยบานจังปีเนี่ยประเดี๋ยวปะปุ่นเนื้อกับไหลเนื้อกับดังเนื้อคือจวนกากับพรจวนกากับออเต้จังบันเกจับอดบานหอยพนมนึงอดมีนปีนาล้างได้ขปัวหอยปีบากเตยยี่เต้ออดสกอลเพลย์มวยที่อดจำบัดเวจีกับหลังดัชรยาลบาเซนจะเนี่ยภูมิจองบานระบบปรีเกรอกแต่เนื้อตรองจมนึกเซ็งกับบานได้รอกแต่เนื้อจิตจมนึกไปเซ็งง่ายกับบานได้มันใบล้างดอนึงนอมฮอตเต้ยังกับไหลนั่งก่อนได้กับไหลเกชลองกัดมวยแผลที่เกอัดล้างนอมดอลฮอตเต้หอยกอดบันเจียวปรับท้าแคดมวยนั่งคือแคดโดยดำบอลพนมตีปีมันไม่ตีมวยเทตีปีเนื้อขนมประเทศเราบอกกอดจังมีในทวิจารณ์ดำบอลพนมวิจารณ์
ចឹងជួនគាត់ប្លន់ជួនគាត់អត់វក់តារៀនវក់តាអីហ្នឹងរបៀបបងប្អូនយើងថាអ្នកខ្លះវក់រៀនរហូតដល់ភ្លេចយកគ្រួសារអ្នកខ្លះទៀតថាវក់ធ្វើការរហូតដល់ភ្លេចរើសគូស្រករអញ្ចឹងអ្នករៀនខាងនោះដូចគ្នាដល់ពេលវក់រៀនយូរទៅរៀនអត់ចេះចប់អត់ចេះហើយចេះតែកើតអញ្ចឹងកើតបានកូនទី1កូនប្រុសហ្នឹងនៅពេលដែលកូននឹងមានអាយុ8ឆ្នាំ9ឆ្នាំ8ឆ្នាំ9ឆ្នាំអញ្ចឹងក៏សួរភពដើមម៉ែឪអត់លះទេប្រាប់តាំងតែពីគាត់ទៅនេះគ្រូដើមប្រាប់តាំងពីគ្រូនឹងចង់បាននេះពីគាត់ចង់ឲ្យកូននឹងកើតមកគឺសាហាវខូខើដូចគាត់ប្រាប់ថាប្រវត្តិខ្លួនឯងនឹងត្រូវបានគេប្រុងយកកូនច្បងនឹងធ្វើកូនក្រក់គេប្រុងយកអីចេះប្រាប់កូនហ្នឹងបន្ទាប់មកទៀតក៏ប្រាប់កូនពីអ្វីដែលខ្លួនឯងធ្វើរាល់ថ្ងៃចង់ឲ្យកូននឹងមានចិត្តសាហាវខូខើតាំងតែពីក្មេងមកខ្លួនឯងនឹងរបៀបថាចង់ខ្លាយទៅជាគ្រូវិញហើយចង់ផ្ដល់ពេលវេលានឹងឲ្យកូនខ្លួនឯងកាន់តែសាហាវវិញហើយអត់ចង់ឲ្យខ្លួនឯងនឹងទៅប្រព្រឹត្តអីទេចង់ប្រើកូននឹងឲ្យខ្លាំងវិញម្ដងដល់ពេលកូនអាយុ9ឆ្នាំ10ឆ្នាំ11ឆ្នាំដល់ពេលហ្នឹងកូនចេះឈឺចាប់កូនចេះស្អប់ទង្វើរបស់ឪពុកម្ដាយរបៀបថាមួយឆ្នាំគាត់ប្លន់2ដងឬក៏ម្ដងឧទាហរណ៍ថាអញ្ចឹងឬក៏គាត់ប្លន់ច្រើនដងជាងនឹងប៉ុន្តែកូនមិនដែលយកសពមនុស្សឡើងទៅខាងលើទេហើយការប្លន់របស់គាត់ដូរទិសដៅរហុងជួនកាលប្លន់នៅរដ្ឋាត្រង់ទិសខាងលិចជួនកាលតែប្លន់ពីត្បូងមកអញ្ចឹងដូរទិសដៅរហូតដល់ពេលលឺសម្រាប់មនុស្សសម្រាប់អីកូនដែលអាយុ11ឆ្នាំហ្នឹងរបៀបថាដូចធម្មជាតិតម្រូវមកអញ្ចឹងអត់ចង់នៅជាមួយម៉ែឪទេរបៀបដូចម៉ែឪហ្នឹងអ្នកដតីអញ្ចឹងម៉ែឪហ្នឹងមានចរិតសត្វចរិតអីដូចអ្នកដតីអញ្ចឹងអត់ចង់នៅជាមួយម៉ែឪទេក៏រត់ចេញពីលើភ្នំក្មេងដែលអត់ដែលស្គាល់អីសោះរត់ចេញទៅអ្នកដែលបានឃើញគេថាណាំវិញដំរីឬរត់ទៅដល់ដំរីវារើបានអញ្ចឹងបើដំរីអត់រើទេខ្លាស៊ីបាត់ហើយកូននឹងពួកកូនក្មេងនឹងចាស់តែអីថាសាច់ក៏អូបណាខ្លាចូលចិត្តណាបើដំរីនឹងអត់រើទេគេនេះបាត់ហើយអញ្ចឹងនៅពេលដែលគាត់រៀបថាដឹងខ្លួនថាម៉ែឪនឹងអត់គួរអីរស់នៅជាមួយរត់ទៅដល់ដំរីរើបានអ្នកភូមិក៏និយាយថាមានដំរីព្រៃមួយដើរឮសំឡេងដំរីអ្នកភូមិដែលនៅតាមជើងភ្នំនឹងដំរីព្រៃនឹងក៏ទៅដល់អ្នកភូមិថាហៀសៀឆ្ងល់ខ្លាចដំរីចុះព្រៃនឹងដេញខ្លាចដំរីនឹងចុះព្រៃនឹងដេញមកដល់ពេលនឹងមានពេលដំរីនឹងរត់មកដល់មានក្មេងម្នាក់វាដាក់ពីលើភ្លុកវាយកប្រម៉ោយវារុំជាប់រហូតក្មេងនឹងជាប់រហូតយកមកដល់ទម្លាក់ឲ្យអ្នកភូមិក៏យកក្មេងហ្នឹងដល់ពេលដែលយកក្មេងនឹងទៅដល់អ្នកភូមិក៏សួរនាំខ្លួនឯងដឹងថាខ្លួនឯងកូនចៅតែមកពីណាអត់ដឹងទេវិញរវត្តអស់ហើយដូចខ្ញុំនិយាយថាខេត្តហ្នឹងតំបន់ភ្នំគឺខេត្តហ្នឹងគឺសម្បូរលេខ2នៅក្នុងប្រទេសហើយមួយទៀតមកដល់ចុះឆ្វេងឡងចុះស្ដាំកលះគ្នាខ្វៀងប៉ុណ្ណឹងមិនចាំបានថាខ្លួនឯងចុះពីលើភ្នំណាមកក៏ប្រាប់គេថាពុកម្ដាយនឹងចៅពុកម្ដាយនឹងនេះចេះចុះណាអាយុ11ឆ្នាំចេះប្រាប់គេចឹងទៅក៏យកក្មេងនឹងទៅចិញ្ចឹមអ្នកភូមិយកក្មេងនឹងទៅចិញ្ចឹមដល់ពេលអ្នកនោះដឹងថាកូននឹងបាត់ខ្លួនរបៀបដូចនិស័យដូចធម្មជាតិដែររកអត់ឃើញទេចង់រកដោយផ្លូវក្នុងផ្លូវអីក៏រកអត់ឃើញដែររកកូននឹងអត់ឃើញដឹងថាកូននឹងបាត់ខ្លួនប្រហែលជាការគិតរបស់ម៉ែឪគេនឹងពេលនឹងគិតថាកូននឹងរត់ចុះត្រូវបានខ្លាស៊ីแล้วក៏កូននឹងវែងត្រូវបានខ្លាស៊ីបាត់ហើយវាអត់អាចរស់បានទេអត់អាចមនុស្សម្នាក់រស់បានទេដែលចុះពីលើភ្លុំខ្ពស់ក្មេងអាយុប៉ុណ្ណឹងតំបន់សម្បូរខ្លានៅសម័យសម្បូរខ្លាចឹងអត់អាចទេគេសន្មត់ថាកូនរបស់ខ្លួនត្រូវបានខ្លាស៊ីហើយចឹងបញ្ជាក់មួយទៀតនៅពេលដែលគាត់ទទួលបានកូនប្រុសនឹងអាយុ2ឆ្នាំមកហើយហ្នឹងអាយុ2ឆ្នាំគាត់បានកូនភ្លោះមួយគូទៀតម៉ែនឹងមានកូនភ្លោះមួយគូទៀតដែលប្អូនកូនបងហ្នឹង2ឆ្នាំកូនភ្លោះនឹងប្រុសទាំងពីរទៀតប៉ុន្តែនៅពេលដែលបងអាយុ11ឆ្នាំទៅហើយប្អូនអាយុ9ឆ្នាំគឺឃើញថាកូនភ្លោះនឹងវាអត់សូវឆ្លាតវាងវៃដូចបងវាអត់ឆ្លាតវាងវៃរបៀបថាវាចូលចិត្តតែលេងរិនអានេះរិនអានោះវាចូលចិត្តតែធ្វើនេះធ្វើនោះវាអត់ចូលចិត្តសួរនាំអញ្ចឹងបងនឹងគាត់សួរថាម៉ែយើងមានប្រភពមកពីណាម៉ែយើងធ្វើនេះធ្វើនោះតែកូនទាំងពីរនឹងអត់ដូចគ្នាទេខុសពីកូនបងអញ្ចឹងទៅដឹងថាកូនបងនឹងបាត់ខ្លួនចិញ្ចឹមកូនភ្លោះនឹងអញ្ចឹងគាត់ធ្វើសកម្មភាពមួយជាធម្មតាតែអត់តន់ចេញទៅសម្រាប់គ្រួគុំណាអត់តន់ចេញទៅnữaទេគ្រាន់ថាគេដឹងថាអូអ្នកដែលបានស្លាប់ភិកច្រើនទៅទេគោនាំមកហ្នឹងវាមានអ្នកដែលចេះហាគុំដែរ
អ្នកនោះគេចេះអាគុំខ្លាំងដែរមិនបានស្លាប់អញ្ចឹងអ្នកដែលសម្លាប់គាត់ខ្លាំងប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងតែប៉ុណ្្នឹងឯងអ្នកដែលចេះអ្នកដែលដឹងគឺប៉ុណ្្នឹងឯងគឺអត់ដែរថាពីអ្នកប្តីប្រពន្ធចូលទៅក្នុងភូមិសម្រាប់អ្នកភូមិទេគេរបៀបថាគេសំងំនៅជាមួយភ័យអញ្ចឹងណាដល់ពេលយូរប្លន់ម្ដងអញ្ចឹងគឺវាដដែលពេកអញ្ចឹងមានគ្រូគេសហការគ្នាទេកំតិចសម្បុករបស់វានឹងចង់ដឹងថាវានៅតំបន់ហ្នឹងនៅម្ដុំណាហើយវាធ្វើសកម្មភាពអីខ្លះចឹងគ្រូគេដឹងថាត្រង់ចំណុចណាដែលមានមនុស្សស្លាប់ដែលមានវិញ្ញាណអាក្រក់នៅហ្នឹងឬក៏វិមានវិញ្ញាណដែលអត់ទាន់ចាប់ជាចឹងគាត់ណាទៅជន់ពីលើកន្លែងហ្នឹងគាត់ដឹងគ្រូគេដឹងហើយចឹងគេធ្វើដំណើរទៅគ្រូទាំងអស់គ្នាគេតា6ញាក់ទេបន្តតែរឹសសុទ្ធតែគ្រូខ្លាំងទាំងអស់6ញាក់ហ្នឹងចឹងដល់ពេលដែលគ្រូខ្លាំងតែ6ញាក់ហ្នឹងគេនាំគ្នាទៅដល់ពេលគេនាំគ្នាទៅគេរបៀបដូចដឹងកន្លែងរបស់ចៅហ្នឹងលាក់ខ្លួនដោយសារតែគេជាគ្រូចឹងគេដឹងពីចំណុចដែលគេជន់ឡើងជន់ចុះអីចឹងរបៀបពីកន្លែងដែលគេជន់ឡើងជន់ចុះរបៀបគេដើរកាត់ដើរអីចឹងគ្រូនឹងដឹងគ្រូទាំង6ដឹងថាអញ្ចឹងមានមនុស្សសំងំនៅក្បែរលើមានមនុស្សសំងំលាក់ខ្លួននៅខាងលើដល់ពេលមានអ្នកសំងំលាក់ខ្លួននៅខាងលើគ្រូនឹងក៏តាមទៅទាំង6អ្នកពួកគេក៏តាមឡើងទៅខាងលើភ្នំហ្នឹងគាត់ឡើងទៅទាំងថ្ងៃដល់ពេលឡើងទៅដល់របៀបថាដូចគេម្ចាស់កន្លែងនៅហ្នឹងគេដឹងពួកគេតាមទៅគេគិចខ្លួនពីរអ្នកកូនភ្លោះទាំងពីរអ្នកនឹងគិចខ្លួនដល់ពេលគិចខ្លួនទៅតាមទៅរកឃើញខ្ទុំហើយក៏ឃើញថាមានភ្នោសពនិមិត្តនឹងចំនួន2នៅហ្នឹងមានភ្នោសពនិមិត្តនឹងចំនួន2ស្នាមគេអីមានទ្រព្យសម្បត្តិមួយចំនួននឹងនៅគ្រូនឹងចែកគ្នាពួកគ្រូអត់លោភលន់ដែរអញ្ចឹងគាត់យកចោះគាត់ចែកទ្រព្យសម្បត្តិនឹងគ្នាម្នាក់បន្តិចហេមិនម្នាក់បន្តិចហេម្នាក់ច្រើនដែរតែអត់ឃើញគេនឹងនៅនឹងទេអញ្ចឹងដឹងថាភ្នោនឹងភ្នោរបស់ម៉ែឪគេហើយអត់ដឹងថាស្លាប់ពេលណាទេភ្នោរបស់ម៉ែឪគេអញ្ចឹងរបស់ដែលនៅគឺមានតែអក្សរហើយរបស់អត់សូវចាំបាច់មួយចំនួនទេរបស់ចាំបាច់មួយចំនួនពាក់ព័ន្ធជាមួយអាគមកូនភ្លោះចឹងពីរនាក់នឹងយកទៅបាត់ដែរអញ្ចឹងគឺមានតែនេះទេឃើញថាក៏មានសល់របស់ដែលកប៉កមួយចំនួនយកទ្រព្យសម្បត្តិមានតម្លៃឲ្យគ្រូក៏ដុតខ្ទុំនឹងចោលដល់ពេលដុតខ្ទុំនឹងចោលតាមរកគេតាមអត់ឃើញមានតែត្រឡប់មកវិញដល់ពេលត្រឡប់មកវិញក៏ប្រាប់អ្នកភូមិថាតាមរកសម្បុកវាឃើញហើយដុតចោលសម្បុកវាអស់ហើយកំតិតអស់ហើយបង្តែអត់ឃើញពីអ្នកកូនព្រួយយ៉ាងទេឃើញតែសពម៉ែឪគេនឹងនៅនឹងដោយសារតែគ្រូនឹងទាំង6អ្នកនឹងគេបានមាសពេជ្រប្រាក់ដែលពូចៅនឹងប្លន់បានម្នាក់ជាទីគាប់ចិត្តហើយអញ្ចឹងទៅក៏អត់រវីរវល់ទៀតដែរណោះវាត្រឡប់ទៅផ្ទះត្រឡប់ទៅសបាយធ្វើអ្នកមានធ្វើអីបាត់ហើយអញ្ចឹងប្រាប់ថាអញ្ចឹងលួងចិត្តអ្នកភូមិថាអត់អីទេថ្ងៃក្រោយឆ្លងកាត់ទៀតធ្វើក៏មិនអីដែរព្រោះរបៀបថាពូចៅនឹងទៅពេលវាខ្ទេចសម្បុកខ្ទេចវាអីអស់ហើយវាលែងហ៊ាននៅនឹងទៀតហើយហើយដឹងថាពួកគាត់ដែលជាអ្នកខ្លាំងនេះតែឡាមទៅដល់ទៅជួនកន្លែងហ្នឹងច្បាស់ណាស់វាមិនហ៊ាននៅទេគ្រូនឹងនិយាយលួងចិត្តអ្នកភូមិអញ្ចឹងតែពីរអ្នកកូនភ្លក់ហ្នឹងចេញពីនឹងមែនដល់ពេលចេញពីនឹងមែនខ្លួនឯងក៏របៀបថាអសតអដែតអត់ដឹងថានៅតាមព្រៃភ្នំនឹងប្រហែលថ្ងៃទេតែអត់មកផ្លូវនេះទេអត់មកផ្លូវដែលគេឆ្លងកាត់នឹងទេសុកចិត្តឆ្លងភ្នំរាប់ភ្នំដែលខ្លួនឯងជាគ្រូផងមានកំភ្លើងមានអីជាប់ខ្លួនផងអត់ខ្លាចអត់ខ្លាចសត្វកាចសាហាវទេអត់ខ្លាចទេខ្លួនឯងចែផងមើលភ្នំផងអញ្ចឹងសុកចិត្តទៅកន្លែងដែលគេអត់ស្គាល់ដោយសារដឹងថាគេឡើងទៅច្បាស់ជាមានអ្នកស្គាល់ហើយអញ្ចឹងដឹងថាខ្លួនឯងផ្លត់ស្នៀតហើយអ្នកដែលខ្លួនឯងធ្លាប់ប្លន់ហ្នឹងច្បាស់ជាមានអ្នកនៅរស់ចាំមុខបានឬក៏បើសិនជាខ្លួនឯងទៅតាមផ្លូវហ្នឹងគ្រូដែលតាមមកដល់គ្រូខ្លាំងហ្នឹងច្បាស់ជាគេចំណាំបានសម្រាប់ពួកគេពីញ៉ាទៅភូមិផ្សេងធ្វើដំណើរទៅកាត់ភ្នំកាត់អីត្រឡប់តែប្លន់ត្រឡប់តែអីមួយទៀតប្រហែលជាពីរញ៉ាហ្នឹងក៏ចង់របៀបថាចង់ទៅស្គាល់ម្ចាស់ឋានខាងក្រៅផងចង់ដឹងថាមនុស្សម្នាគេរស់នៅមិនអីមិនប្រភេទអញ្ចឹងក៏អសតអដែតទៅម្ដងបន្តិចទៅហើយបញ្ជាក់ថាបងប្រុសគេវិញបងប្រុសគេនៅរស់ហើយហាត់រៀនដូចគ្នាបងប្រុសរបស់គេហ្នឹងត្រូវបានគ្រូមកដំរីម្នាក់យកទៅចិញ្ចឹមនៅជាមួយភូមិមួយគេម្នាក់ឯងទេប៉ុន្តែខ្លួនឯងនៅតែជាមួយដំរីនៅជាមួយអីហ្នឹងឡើងទៅរករបស់ព្រៃដែលនៅហ្នឹងបងប្រុសជាមនុស្សដែលចេះក្បាច់គុណចេះអាគមដូចគ្នាហើយក្នុងខ្លួនរបស់បងប្រុសគាត់គ្រូបញ្ចុះរបស់7កន្លែងគ្រូមកដំរីហ្នឹងណាមានសពអស់ហើយដៃខាងឆ្វេងដៃខាងស្ដាំគឺធ្ងន់គេថាធ្ងន់ហ្មងធ្ងន់លើពីដៃធម្មតាគឺមិនមែនចេះអីខ្លាំងទេប៉ុន្តែខ្លាំងនឹងបញ្ចុះគ្រូនឹងបញ្ចុះឲ្យ
នៅលើដៃសងខាងជើងសងខាងហើយនៅមានសារិកាលិនថោនៅមានអាសនៈនៅមានអីនិយាយទៅគ្រូហ្នឹងអាចនិយាយបានថាអញ្ចឹងគ្រូដែលយកគាត់ទៅនៅជាមួយនឹងគ្រូដែលបហាត់បង្រៀនហ្នឹងមនុស្សខ្លាំងគេចូលចិត្តអួតដែរចូលចិត្តតាក់ទាញសៃចូលចិត្តវាថាខ្លួនឯងខ្លាំងជាងគេអីអញ្ចឹងបហាត់កូនសើបហាត់ឲ្យដូចគ្នាហើយបញ្ចុះទៅដូចគ្នាសំបីតែនៅលើស្មាដងខាងក៏មានដែរអញ្ចឹងបងប្រូនហ្នឹងនៅវាថាសថេអត់មានអីខុសប្លែកដែលបែកពីឪពុកម្ដាយទេតិចច្រឡំឈួតច្រឡំអីអត់អីទេនៅជាមួយគ្រូហ្នឹងតាំងតែពីគ្រូហ្នឹងមានអាយុ42ឆ្នាំនៅជាមួយគ្រូហ្នឹងអញ្ចឹងពេលដែលខ្លួនឯងមានអាយុ12ឆ្នាំនៅជាមួយអ្នកភូមិ1ឆ្នាំគ្រូហ្នឹងយកទៅចិញ្ចឹមរហូតដល់គ្រូហ្នឹងគាត់មានអាយុ50ឆ្នាំជាងហើយព្រោះគ្រូហ្នឹងគាត់ចូលចិត្តអញ្ចឹងតាំងតែពីអាយុ30ឆ្នាំមកហើយចូលចិត្តប្រអួតក្បាច់គុណចូលចិត្តវាយនេះវាយនោះចូលចិត្តតាក់ទាញស្រីអញ្ចឹងដល់ពេលដែលយកកូនសិស្សហ្នឹងមកនៅជាមួយប្រហាត់បង្រៀនអញ្ចឹងនៅថ្ងៃមួយពីអ្នកបងប្អូនខ្លួនហ្នឹងក៏ចុះពីលើភ្នំអញ្ចឹងខ្លួនឯងអត់ធ្លាប់មានអ្នកទូនមានព្រានបដៅទេកាចឆ្លើយអត់ដឹងចាស់អត់ដឹងទុំសម្ដីមិនដឹងជាស្អីទេដឹងតែទៅដល់ពីដំបងគឺលះកំភ្លើងឯងអត់យកទៅតាមខ្លួនទេទៅស៊ើបមើលពីរបៀបរបបដែលគេរស់នៅសិនចូលទៅទាំងពីអ្នកបងប្អូនចូលទៅពីដំបងប្រាក់ដែលជាប់ខ្លួនច្រើនអញ្ចឹងទិញនេះទិញនោះខ្លួនឯងជាចៅធ្លាប់ជាចៅប្លន់អត់ស្ដាយប្រាក់អត់ស្ដាយអីទិញរបស់ហូបត្រូវមាត់ឃើញខោអាវថ្មីគេលក់នៅផ្សាររបៀបថាអញពាក់តែខោអាវចាស់ហ្នឹងព្រោះខ្លួនឯងធ្លាប់តែប្លន់គេយកខោអាវគេពាក់មានតែត្បាញកណាត់ត្បាញក៏ទេលេណាប្លន់បានប្រុសដោះខោអាវគេយកមកបោកយកមកពាក់អញ្ចឹងឃើញខោអាវថ្មីទិញឲ្យអាប្រាក់ត្រីអាប់អីពាក់កដាលយកគេកតាហ្នឹងឯងដែលធ្វើឲ្យអ្នកភូមិគេចាប់ផ្ដើមសង្ស័យទិញរបស់គឺអត់ខ្វល់ប្រហែលជាចរិតគាត់គិតថាបន្តិចទៀតប្លន់ទៀតបានទៀតអីចឹងដល់ពេលបន្តិចទៀតប្លន់ទៀតទៅបានទៀតអីមានណាទិញហូបទិញអីហើយក៏ទៅហូបកន្លែងសម្រាប់ហូបផ្ទះសម្រាប់ហូបផ្ទះហូបអីសម្រាប់ហ្នឹងផ្ទះគេរបៀបដូចផ្ទះសំណាក់យើងអញ្ចឹងដែរប៉ុន្តែពីដើមឡើយគេសង់ផ្ទះទុយជាប់គ្នាអញ្ចឹងណាទៅដល់សម្រាប់ពីរអ្នកបងប្អូនគេកំពុងផឹកស៊ីធម្មតាអញ្ចឹងក៏មានអ្នកផ្សេងគេមករបៀបគេគ្រូគេចែកដែរអីអញ្ចឹងគេផឹកស៊ីរៀងអួតរៀងអីអញ្ចឹងក៏មានការឆ្លោះទាស់តែងគ្នាអត់មានដល់ថ្នាក់សម្លាប់អីទេប៉ុន្តែរបៀបដូចខ្ញុំនិយាយថាពីរអ្នកនឹងអត់ដឹងចាស់ដឹងទុំទេអត់ធ្លាប់មានអ្នកបដៅត្រឹមត្រូវអញ្ចឹងពាក្យសម្ដីវាអត់ព្រោះភាសាមួយទេដល់នៅពេលដែលមានរឿងមានអីកន្លែងហ្នឹងគេក៏បបែកទៅពូគាត់ក៏ចេញពីហ្នឹងប៉ុន្តែចុងក្រោយដឹងមិនអត់ពូអ៊ំទាំង4នាក់ដែលឆ្លោះតោះតាំងជាមួយគេ2នាក់ហ្នឹងតាំងអស់តែមិនសម្លាប់ទេណាមិនសម្លាប់ទេវាយឲ្យរៀបវាយបបាក់ដៃបបាក់ជើងទាំងអស់2នាក់ហ្នឹងវាយបបាក់ដៃបបាក់ជើងទាំងអស់ហើយបញ្ជាក់ថាអញ្ចេះ2នាក់ហ្នឹងដូចខ្ញុំនិយាយរឿងអីគេរឿងចាន់ជុលអញ្ចឹងមានសាក់ដូចគ្នា2នាក់ហ្នឹងមានសាក់នៅលើខ្នងដូចគ្នាហើយកន្លែងសាក់ហ្នឹងអត់ដឹងថាម៉ែឪគេធ្វើអីអត់ដឹងទេមានសាក់មានដៃមានស្នាមដៃដូចគ្នាអញ្ចឹងតាមពិតទៅពូហើយនឹងអ៊ំដែលចែកដែរដែលត្រូវថា2នាក់ហ្នឹងចាត់ការគេក៏បានតដែរប៉ុន្តែចាក់អត់មុតអត់បានប្រែកំភ្លើងទេណាអត់បានប្រែកំភ្លើងគឺព្យាយាមប្រែកំភ្លើងដែរប៉ុន្តែ2នាក់ហ្នឹងដឹងថាកាលណាខ្លួនឯងប្លន់ឥឡូវហើយអត់បានអីមកសោះអត់បានផលប្រយោជន៍មកសោះអញ្ចឹងបែកកៅពិបាកនៅភូមិគឺអ៊ំនឹងបាញ់ដែរតើបាញ់ទៅភោងផ្ទុះហ្នឹងអត់អីភោងផ្ទុះចាស់រត់រាយវិញនឹងអស់ភ្លើងគេដុតឡើងភ្លឺវិញនឹងអស់លីងភ្លើងដូចនេះអញ្ចឹងដូចទីក្រុងអញ្ចឹងដល់ពេលហើយគាត់ថាព្យាយាមយកទៅហើយពីរយ៉ាងហ្នឹងវាស្រែកឲ្យគេជួយម៉ែអើយចូលទៅក៏វីម៉ែអើយចេញបន្តមកដើរម្នាក់ម្ដាយលីយកទៅឃើញថាគេធ្វើអីអត់ចេញគាត់រត់ទៅកាត់មុខហ្មងកាត់មុខបងអូនគាត់ទាំងពីរនាក់ហ្នឹងកាត់មុខថា2នាក់ហ្នឹងគាត់តែឃើញរបៀបដូចដឹងថានឹងជាសត្រូវរបស់គាត់សត្រូវដែលអាចជ័យទៅរស់គាត់ឃើញថាជាផ្លូវអញទៅអត់ជាអញសម្លាប់ជាថាឲ្យទម្លាក់គេចុះទៅយកអាចុងភ្លុកដំរីហ្នឹងយកមកចងនៅដៃ2នាក់ហ្នឹងក៏ទម្លាក់ហើយអញ្ចឹងគ្រូរបស់គាត់ហ្នឹងណាប្រវឹងបាត់គ្រូមកហក់ដំរីហ្នឹងផឹកឆាប់ស្វឹងតែចូលចិត្តផឹកជាមួយគេស្វឹងស៊ឺក៏មើលកូនសាក់ហ្នឹងតតាំងជាមួយគេចឹងចូលទៅដល់មានតែគាត់ហាត់តាំងពីក្មេងមកបងហ្នឹងតបទល់ជាមួយបងបង្កៅ2នាក់វាយចោះវាយឡើងអញ្ចឹងឃើញថាកាន់កបិតម្ដាមកាប់គេអត់មុតទេគេអត់មានប្រាយក៏ភ្លើងប្រាយអីទេ
គេដឹងថាក្រុមឯងកាប់អត់មុតចាក់អត់មុតដល់ពេលមានណាស្នាមដៃនៅខំចាំងជំនីបន្តិចពីក្រោយហ្នឹងបែរអញ្ចឹងដើរទៅចំស្នាមដៃហ្នឹងម្ដាយទៀតភ្លឹបទៅក៏អួតឈាមដកមកវិញភឹបឃើញតែឈាមនៅហ្នឹងមកកាច់ត្រឡប់សល់មួយទៀតខំសម្រាប់បងគេរបៀបថាខ្លួនឯងអត់ធ្លាប់មានគូប្រជែងខ្លួនឯងធ្លាប់តែសម្រាប់អ្នកដទៃអញ្ចឹងចោលពីអ្នកបងប្អូនភ្លោះត្រឡប់តែយកឈ្នះគេបានដល់ពេលមកម្ដងទៀតគាត់ដាល់មើលដែរតែដាល់មើលទៅឃើញថាត្រូវទ្រូងត្រូវអីអត់មុតទេភ្លុកដំរីហ្នឹងអត់មុតទេត្រូវទ្រូងត្រូវមុខត្រូវអីអត់មុតគេបន្តិចសោះប៉ុន្តែរបៀបថាដូចចៃដនដែរមានឱកាសវាយចុះវាយឡើងដាល់ត្រូវតង់នឹងម្ដាយទៀតភ្លឹបមុតបកែកត្រឡប់ដួនដកមកវិញក៏ឃើញអ្នកភូមិមកចំអ៊ូពីរអ្នកហ្នឹងវាលើដៃណាវាទៅកាន់ដៃគ្នាកាន់ផុតហ្មងដល់ពេលផុតហើយអញ្ចឹងក៏សាយដកអាវហ្នឹងមើលឃើញថាភ្លុកដំរីមករវងស្នាមដាវហ្នឹងប៉ុណ្ណឹងមើលហើយក៏រួចគាត់ប្រាប់គេគ្រូគាត់ទេថ្ងៃមួយអញ្ចឹងពេលសម្លាប់ហើយអ្នកភូមិអបអសាទើអីអញ្ចឹងពាក្យថាសម្លាប់ពីអ្នកបងភូមិភ្លក់នឹងបានអីបានអ្នកភូមិអបអសាទើដល់ពេលសម្លាប់ហើយអាគ្រូដែលធ្លាប់ធាក់បាក់ដៃបាក់ជើងហ្នឹងក៏មើលថាអូនឹងហើយជាអ្នកដែលវាយគេអីគេវាប្រាប់វិញណាថាពីអ្នកហ្នឹងឯងអ្នកវាយគាត់អីគាត់ដល់ពេលទៅគាត់ទៅផុតហើយអញ្ចឹងថ្ងៃមួយអង្គុយសញ្ញប់គាត់អង្គុយសក់ទឹកភ្នែកអញ្ចឹងគ្រូហ្នឹងក៏សួរថាមានរឿងអីប្រាប់ថាចាំនៅពេលដែលគាត់អាយុ10-11ឆ្នាំប្អូនប្រុសទាំងពីរអ្នករបស់គាត់ដាយលើខ្នងដោយពីរអ្នកហ្នឹងអញ្ចឹងគ្រូហ្នឹងក៏ថាអាចមិនបើពីរអ្នកហ្នឹងចៅអាគមដែលគេតាមរចៅអាគមដែលគេសម្លាប់អត់បានអញ្ចឹងថាអាចកើតឡើងអញ្ចឹងយំរបៀបថាខ្លួនឯងមានចេតនាទៅជួយអ្នកភូមិនេះធ្វើអំពើល្អទេជួយអ្នកភូមិនេះចុះធ្វើម៉េចបើទៅជាអញ្ចឹងទៅលើប្អូនខ្លួនឯងហ្នឹងប៉ុន្តែបើអត់ជួយទេដើរចាប់រំលោភគេដើរសម្លាប់គេអញ្ចឹងចាប់រំលោភគេសម្លាប់គេអញ្ចឹងមិនកើតអញ្ចឹងគាត់តែយកភ្លុកដំរីហ្នឹងមកមើលរហូតគាត់ដាក់នៅលើដៃគាត់រុំគាត់មើលរហូតមើលអញ្ចឹងគ្រូនឹងដឹងថាគាត់កំពុងតែមានវិបសារីណាមួយដែលថាទី1គឺមិនបានមានបងប្អូនហើយបងប្អូនជាមនុស្សដែលមានចរិតទេរឆានបែបហ្នឹងចិត្តសាហាវក្រខៅបែបហ្នឹងទី2គឺបើសិនជាអាចអត់ចង់ឲ្យបងប្អូននឹងធ្វើរឿងអញ្ចឹងទេចង់បើអត់ចង់ឲ្យធ្វើរឿងអញ្ចឹងមានតែសម្លាប់ប៉ុន្តែហេតុអីក៏មកស្លាប់នៅលើដៃគាត់មិនស្លាប់នៅលើដៃអ្នកផ្សេងតែបើក្រៅពីគាត់ប្រហែលជាសម្លាប់អត់បានទេតាមដែលយើងស្មានទៅដោយសារតែគ្រូផ្សេងធ្វើអត់មុតធ្វើអត់ចោះផងហ្នឹងហើយបងប្អូនសាច់រឿងមានតែប៉ុណ្្នឹងទេ